មុននឹងមានបញ្ហាទៀតបាទមុននឹងមានបញ្ហាទៀតបាទតែដោយសារខាង admin គាត់ទៅតែយកមកផុសអញ្ចឹងក៏សូមការអធិស្ឋានប៉ុន្តែយ៉ាងណាពួកខ្ញុំធ្វើការជាមួយគ្នាហើយពួកខ្ញុំស្និទ្ធស្នាលជាមួយនឹងគាត់អញ្ចឹងមានបងប្អូនខ្លះក៏ខមមិនជេរខ្ញុំបន្តទៀតតកតងទៅនឹងរឿងការពីខ្ញុំធ្វើខុសកន្លងមកអញ្ចឹងក៏សូមការអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនតែវីដេអូនេះគឺខ្ញុំចាំបានថាគាត់ថតយូរហើយបាទវីដេអូនេះថតមិនក្រោមពី2ខែទេបាទ2ខែជិតទៅ3ខែហើយវីដេអូនេះបាទអញ្ចឹងមិនមានអីទេសម្រាប់បងប្អូនបាទដែលគាត់យល់ច្រឡំក៏ហើយបើសិនជាមានការលឺលួសខ្ញុំបាទក៏សូមការខន្តីអភ័យទោសផងដែរប៉ុន្តែវីដេអូនេះខ្ញុំបញ្ជាក់ថាជាវីដេអូមិនក្រោមពី2ខែទេបាទ2ខែទៅ3ខែហើយបាទប៉ុន្តែបងប្រុសគាត់ទើបតែយកមកផុសទៅបាន2ថ្ងៃនេះទេបាទអញ្ចឹងក៏សូមការខន្តីអភ័យទោសផងដែរអរគុណបងប្អូនទាំងអស់គ្នាបាទគឺជានរណាលោកគ្រូទីបាននិយាយក្នុងមុខកាមេរ៉ាជាច្រើនថាលោកគ្រូចង់មកវល់ពីកម្មវិធីដែលជាអង្គគុណខ្មែរដ៏មានប្រជាប្រិយភាពលេងល្បែងជីវិតព្រោះលោកគ្រូថាអាយុប៉ុណ្ណេះហើយល្មមដល់ពេលហើយកុំចាំយូរទៀតនាំតែខាតពេលលើសម្ដីលោកគ្រូនេះអូខេវិធីមានអារម្មណ៍ទៀតជាខ្លាំងសួស្តីបងប្អូនអរគ្នាឃើញបងប្រុស admin គុណខ្មែរ Golden ដែលគាត់ផុសវីដេអូបាទដូចជាទឹមឃើញផុសតែ2ថ្ងៃទេបាទដែលខ្ញុំលេងសើចជាមួយនឹងដៃគូរបស់ខ្ញុំពិធីការនីកញ្ញា Vicky តាមពិតទៅវីដេអូនេះគឺមុននឹងមានបញ្ហាទៀតបាទមុននឹងមានបញ្ហាទៀតបាទតែដោយសារខាង admin គាត់ទៅតែយកមកផុសអញ្ចឹងក៏សូមការអធិស្ឋានប៉ុន្តែយ៉ាងណាពួកខ្ញុំធ្វើការជាមួយគ្នាហើយពួកខ្ញុំស្និទ្ធស្នាលជាមួយនឹងគាត់អញ្ចឹងមានបងប្អូនខ្លះក៏ខមមិនជេរខ្ញុំបន្តទៀតតកតងទៅនឹងរឿងការពីខ្ញុំធ្វើខុសកន្លងមកអញ្ចឹងក៏សូមការអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនតែវីដេអូនេះគឺខ្ញុំចាំបានថាគាត់ថតយូរហើយបាទវីដេអូនេះថតមិនក្រោមពី2ខែទេបាទ2ខែជិតទៅ3ខែហើយវីដេអូនេះបាទអញ្ចឹងមិនមានអីទេសម្រាប់បងប្អូនបាទដែលគាត់យល់ច្រឡំក៏ហើយបើសិនជាមានការលឺលួសខ្ញុំបាទក៏សូមការខន្តីអភ័យទោសផងដែរប៉ុន្តែវីដេអូនេះខ្ញុំបញ្ជាក់ថាជាវីដេអូមិនក្រោមពី2ខែទេបាទ2ខែទៅ3ខែហើយបាទប៉ុន្តែបងប្រុសគាត់ទើបតែយកមកផុសទៅបាន2ថ្ងៃនេះទេបាទអញ្ចឹងក៏សូមការខន្តីអភ័យទោសផងដែរអរគុណបងប្អូនទាំងអស់គ្នាបាទ